អង្គការសង្គមស៊ីវិលនិងក្រុមយុវជននៅខេត្តសៀមរាបបានសហការជាមួយអាជ្ញាធរក្រុងសៀមរាបបើកសិក្ខាសាលាមួយស្ដីពីគ្រឿងស្រវឹងនិងការបោះឆ្នោតគឺនៅក្នុងគោលបំណងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបោះឆ្នោតលោកអឿនពៅអភិបាលរងក្រុងសៀមរាបបានមានប្រសាសន៍ថាប្រធានបទស្ដីពីគ្រឿងស្រវឹងនិងការបោះឆ្នោតដែលលើកយកមកពិភាក្សាគ្នានៅពេលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនិងក្រុមយុវជនទាំងអស់នៅគ្រប់សហគមន៍ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនៅពេលទៅបោះឆ្នោតលោកក៏បានបញ្ជាក់ផងដែរថានៅរាល់នៃដំណើរការបោះឆ្នោតថ្នាក់ជាតិនិងអន្តរជាតិនៅកម្ពុជារាជរដ្ឋាភិបាលតែងតែបានធ្វើសេចក្តីណែនាំមួយផ្អាកមិនឲ្យលក់ដូរនិងពិសាគ្រឿងស្រវឹងមួយថ្ងៃមុននៃដំណើរការបោះឆ្នោតដើម្បីរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពេលបោះឆ្នោតផងដែរហើយនៅពេលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី28ខែកក្កដាឆ្នាំ2013ខាងមុខនេះក៏នឹងត្រូវអនុវត្តសេចក្តីណែនាំបែបនេះផងដែរលោកនឹមវ៉ាន់សំប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅខេត្តសៀមរាបបានដឹងផងដែរថាប្រសិនបើមានប្រជាពលរដ្ឋភាគច្រើនបានប្រើប្រាស់គ្រឿងស្រវឹងហើយទៅបង្កបាតុភិបនៅការិយាល័យបោះឆ្នោតនោះវាប្រកាសណាស់ថានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតប៉ុន្តែលោកបានអះអាងផងដែរថាការបោះឆ្នោតនាពេលកន្លងមកមិនមានករណីណាបង្កឡើងធ្ងន់ធ្ងរពីការប្រើប្រាស់គ្រឿងស្រវឹងនោះទេយើងហាម5ហើយបើសិនជាគាត់នៅតែមានការស្រវឹងទៀតគាត់ធ្វើអ្វីដែលមិនមានបាតុភិបដល់យើងហើយយើងអាចឲ្យគាត់បោះឆ្នោតបានយើងមិនមានទនកម្មទោសទនកម្មទៅលើគេទេក៏ប៉ុន្តែគាត់ថាយើងសុំខិតគេមួយរយៈសិនដើម្បីឲ្យកុំឲ្យគេបង្កភាពរញ៉េរញ៉ៃអីពេញកាយឡាយបោះឆ្នោតរបស់យើងនឹង